anh vậy tam khiêm ta nè ní đây bà bị ai bỏ khiêm đăng than nè nan chỉ nè thơm khiêm nâng cầm chặt cho nó còn nó chung bị phục cùn nè pro hồ bị phiệt xóm hạt phò phô mà kêu mụ giống tăng bị đôn ta khi nhom bằng cạn môi tràn nămហើយមិនដែលលឺថាមានកំណប់អីទេតែឥឡូវមានកំណប់ផែនទីច្រើនបែបនេះជាក់ស្ដែងគឺមានគេរៀបចំផែនការធ្វើឲ្យអ្នកទាំងអស់គ្នាសម្រាប់គ្នានៅភូមិឋានមួយយ៉ងហើយថោកទៀតមែនពុះពុលណាស់មើលទៅអ្នកថោកទៀតមិនត្រឹមតែបដិរឿងនេះទេអ្នកទាំងអស់គ្នាគឺជាអ្នកក្លាហានពិតប្រាកដគំនិតត្រឹមត្រូវទោះជាមានគេញុះញង់ក៏ដោយខ្ញុំគិតថាស្ថានភាពក៏មិនប្រែក្លាយទៅជាអញ្ចឹងដែរខ្ញុំគិតថាអ្នកទាំងអស់គ្នាគ្រាន់តែគិតខុសបន្តិចមិនចង់ល្មើទៅលើគ្រួសារមួយយ៉ងនោះទេហើយក៏មិនចង់កាប់សម្រាប់គ្នាដែរខ្ញុំសូមនិយាយបន្តិចចុះសង្ឃឹមថាភូមិឋានមួយយ៉ងកុំដេកដល់រឿងនេះអីព្រោះការប្រយុទ្ធធ្វើរបួសច្រើនណាស់បានរឿងនេះពួកខ្ញុំលេចតាមដានហើយសូមអ្នកទាំងអស់គ្នាខំព្យាបាលរបួសហើយចាប់ពីព្រមភ្លាមលាសិនហើយតោះយើងតើអ្នកប្រហូមជារឹកល្អមវាជាគុណកុបកែមខ្លាំងលើកគេមែនខ្ញុំសូមសរសើរខ្ញុំសូមសរសើរអ៊ីលៀមបើឯងឆ្លៀវវៃបានពាក់កណ្ដាលប្រហែលអ្នកប្រហូមនោះគឺប្រសើរហើយបើខ្ញុំនឹងខំរៀនសូត្រតាមអ្នកប្រហូមខ្ញុំទ្រាំបានមិនអាចទ្រាំអ្នកណាអ្នកប្រហូខ្ញុំដូចជាល្វើយណាស់អញ្ចឹងទៅសម្រាប់មុនចុះពីងខ្មែរខ្ញុំមិនដែលសរសើរគេទេតែលើកនេះខ្ញុំសរសើរហួអូឈៀងមានអីគួរអស្ចារ្យទេសម្ដីរបស់គេនិយាយមិញគឺដូចជាកំណត់របស់ខ្ញុំដែរតាបើលបងឯងចង់សរសើរគេសរសើរខ្ញុំម្នាក់វិញមកចង់ឲ្យគេសរសើរឯងទោះជាឯងចេញមុខនិយាយប្រហែលជាក្រៅពីឯងហើយនឹងខ្ញុំនេះគឺគ្មានអ្នកណាស្ដាប់ដែរទោះជាឯងឆ្លៀវវៃដូចគីមតែវិជាគុណនឹងរឹកពីរបស់ឯងនេះគឺមិនបានស្មើនឹងគេផងឯងដឹងទេភ័យពួកលបងឯងជាជនសាមញ្ញធម្មតាមើលមនុស្សមើលតែសម្បកក្រៅប៉ុណ្ណោះឃើញគេស្លៀកពាក់ស្អាតហើយនិយាយសម្ដីវប្បធម៌នោះក៏យល់ថាគេនឹងជាអ្នកខ្ពង់ខ្ពស់ទៅហើយហ៎ប្រេះផ្ដាស់មែនគុណសម្បត្តិ CE ខ្ញុំគឺលាក់ទុកក្នុងចឹងរបស់ខ្ញុំម្នាក់នេះទើបហៅថាការមិនបញ្ចេញយល់ហើយនៅតែនិយាយទៀតអញ្ចឹងទើបធាស៊ីនឡានគេចង់នៅជាមួយឯងបើសិនជាខ្ញុំជាស្រីវិញខ្ញុំប្រកាសជាមិនលើកលែងឲ្យឯងដែរនៅនិយាយទៀតឯងពីងចង់មកសៀតធម្មតាត្រូវឯងមកឈឹងលើកនេះឯងខឹងម្ដងហើយតោះខ្ញុំបងស្រីមិនអីទេម៉ែកម្លាំងខ្ញុំគ្រប់គ្រាន់មិនអាចជួយសម្រួលជីបចុះឲ្យពុកទេមិននឹងអាចទៅប្រើកម្លាំងធាតុព្យាបាលឲ្យគាត់ថយនៅអត់ប្រយោជន៍ទៀតឬមួយពុកកូនគាត់តើខ្ញុំសិលបងវិញអេចាំងចេញកុំអីឈាមពុកខ្ញុំមិនមែនស្ទះធម្មតាទេខ្ញុំជឿថាអ្នកដែលវាយគាត់ឲ្យលបួសកម្លាំងធាតុមិនត្រឹមតែខ្លាំងទេម្យ៉ាងទៀតពិតជាចម្លែកណាស់វិធីសាស្ត្រធម្មតាគឺមិនអាចទៅរួចទេអញ្ចឹងគិតយ៉ាងម៉េចទៅតែគិតយ៉ាងម៉េចទៅគិតយ៉ាងម៉េចទៅលោកបងយ៉ាងម៉េចហើយសរសើរឈាមលោកម្ចាស់បិទជាប់ហើយស្ទះបើចង់បើកជីបចរនាមមិនអាចប្រើវិធីសាស្ត្រធម្មតាទេទូទាំងគ្រួសារមួយយងគ្មានអ្នកណាមានសមត្ថភាពទេអូខ្ញុំអាចជួយបានអ្នកក្លាហានជាងបើលោកប្រើកម្លាំងធាតុសម្រួលជីបចរប្រកាសជាប៉ះពាល់ដល់កម្លាំងធាតុលោកឲ្យតែឲ្យព្យាបាលលោកម្ចាស់មួយយងចំណាយកម្លាំងធាតុខ្លះមានបញ្ហាអីទៅអាយ៉ាគ្រួសារមួយយងមិននឹងហ៊ានទទួលទៅអូលោកស្រីឃើញមិនជួយគឺគ្មានគុណធម៌បើលោកស្រីមិនព្រមឲ្យខ្ញុំព្យាបាលលោកម្ចាស់ទេ
អញ្ចឹងធ្វើឲ្យខ្ញុំកាន់តែគ្មានគុណធម៌ទៀតហើយ សូមលោកស្រីឲ្យពុកខ្ញុំព្យាបាលឲ្យលោកម្ចាស់ចុះហើយខ្ញុំនៅក្បែរគាត់ដើម្បីជួយមើល បាទ អញ្ចឹងខ្ញុំចាប់ផ្ដើមហើយណា លើកនេះដោយសារលោកពូមានអ្នកក្លាហានជាងណានចេញមកជួយស្មាស់មិនដល់ថាកម្លាំងធៀបគាត់ខ្លាំងដល់ម្លឹង អត់ការធ្វើបែរជាអសាគឺមានបំណង មិនសមសោះគេខំជួយដល់ម្លឹងមិនត្រឹមតែមិនអរគុណគេទេថែមទាំងនិយាយពាក្យប្រមាថដល់គេទៀតចុះមែនទេ លើកមុនខ្ញុំបានសម្លាប់ជាងស៊ីអ៊ីចោលឯងនឹងទុកថាជួយឯងហើយឯងអត់អរគុណខ្ញុំបែរជាខឹងខ្ញុំទី នេះជារឿងពីរខុសគ្នាណាកុំនិយាយបោកបញ្ចុះគ្នាអសោះ ឥឡូវនេះឯងនៅខឹងទៀតទី អត់មានទេឈប់ខឹងយូរហើយតែមនុស្សបោះមិនចេះគុំគុណគេទេ មិនក៏សោយផ្អែមល្ហែមម្លេះ លោកពូគាត់មិនអីបងសប្បាយចិត្តមិនបានទេហ៎ ខ្ញុំធ្វើជាកតញ្ញូខ្ញុំដឹងឯងសប្បាយចិត្តគឺដោយសារតែឯងដឹងថាអាល្អិតសៀវអ៊ីនោះអត់តន់ស្លាប់ អ្នកណានិយាយក្រៃប្អូនដុតគេចោលយូរហើយឯង ត្រូវហើយពេលនោះខ្ញុំបានដុតគេមែនប៉ុន្តែក្រោយមកគេក៏រស់ឡើងវិញមិនត្រឹមតែរស់ឡើងវិញទេហើយបានថើបឯងម្ដងទៀត មិនក៏ដឹង កុំភ្លេចបើមិនចង់ឲ្យគេដឹងខ្លួនកុំប្រព្រឹត្តតែខ្ញុំសុំដាស់ទេកុំមានចិត្តនឹងជាងសៀអ៊ីនោះឲ្យសឹង នេះមានន័យថាម៉េចហ្នឹងមិនមែនចង់ប្រាប់បងថាចង់សម្លាប់គេម្ដងទៀតទេ ឯងទាយត្រូវហើយកាលពីយប់មិញគេលួចចូលទៅក្នុងបន្ទប់ខ្ញុំវាយខ្ញុំហើយជេរខ្ញុំទីមនុស្សបែបនេះតើគួរឲ្យស្លាប់ទេដូច្នេះហើយខ្ញុំប្រើបញ្ចូលថ្នាំពឺខ្ញុំចាក់ទៅគេដូច្នេះមនុស្សក្នុងលោកសុទ្ធតែដឹងថាថ្នាំពឺមួយយ៉ងជាវខ្ញុំមានពឹសហើយមានតែខ្ញុំទេទើបមានថ្នាំប្រសាដូច្នេះហើយលើកនេះគេត្រូវតែស្លាប់ថ្ងៃនេះដោយសារតែមានរឿងគេសម្រុកចូលភ្នំបង្ករឿងពេញមួយថ្ងៃដូច្នេះហើយទើបខ្ញុំគ្មានឱកាសនិយាយប្រាប់ហើយឲ្យបងទៅយកសាកសពគេ មិនជឿទេ ជឿមិនជឿតែមើលតែដឹងហើយ នេះគេណៃនេះអត់ឃើញទេ ហាมันអាចទេម្យ៉ាងទៀតកន្លែងនេះស្ងាត់ណាស់มันអាចមានអ្នកណាសែងគេទៅទេ គេពិតជាមិនស្លាប់បងអាចប្រកាសគេឆ្លៀវវៃណាស់ ឆ្លៀវវិញមិនអាចយកថ្នាំប្រសាម្យ៉ាងទៀតខ្ញុំជឿថាគេប្រកាសជាស្លាប់អីតែអ្នកណាលួចថ្នាំប្រសាខ្ញុំគឺនាងមេតិង ប្រកាសជាមិនមែនណាបងទៅតែដឹងថាប្អូនបំពល់គេនតាប្អូនស្រីបរាជ័យទៀតហើយ នាងសោយអីឬមួយនាងស្លាយល្អិតនោះដែរ មែនតាវាយ៉ាងម៉េច នាងកំ ប្លែងតាំងគេធ្វើបាបនាងយ៉ាងម៉េចខ្លះ បងចូលចិត្តគេធ្វើបាបបងយ៉ាងម៉េចដែរ មិនចាញ់ខ្មាស់គេបាននាងស្លាយល្អិតនោះមែននាងជាស្ត្រីយើង ប្អូនអត់និយាយមូលហេតុសោះ ខ្ញុំអត់និយាយមូលហេតុអញ្ចឹងបានមិនចង់ស្ដាប់ទេថ្ងៃក្រោយក៏មកជួបខ្ញុំទី មិនជួបហើយតាហើយដោយសារតែប្អូនតបតោះនឹងវិជាទេពស្រីបរិសុទ្ធ